អ៊ីរ៉ង់គំរាមសងសឹកម្ចាស់ដៃចំពោះអាមេរិកនិងអ៊ីស្រាអែលបន្ទាប់ពីយប់មិញនេះអ៊ីស្រាអែលសម្រុកវាយប្រហារមកកាន់ទីតាំងថាមពលរបស់អ៊ីរ៉ង់យ៉ាងកំរោលចំណែកឯប្រទេសថៃវិញគុំសង្ឃឹមថារស់នៅបានសុខឲ្យសោះរស់ធម្មជាតិកំពុងតែដាក់ទណ្ឌកម្មប្រទេសថៃបន្តិចម្ដងហើយបើយោងតាមសេចក្តីរាយការណ៍បន្ទាន់ពីនាយកដ្ឋានធនធានរ៉ែនៅប្រទេសថៃបានឲ្យដឹងថាគ្រោះរញ្ជួយដីកម្លាំង 3.5 Richter បានវាយប្រហារយ៉ាងខ្លាំងក្លានៅក្នុងភូមិសាស្ត្រខេត្តសុរាษฎร์ធានីនៅភាគខាងត្បូងនៃប្រទេសថៃបានបង្កឲ្យមានការរំញោយ៉ាងខ្លាំងនៅក្នុងតំបន់ប្រជាជនរស់នៅរហូតដល់ថ្នាក់អាចដឹងបានយ៉ាងច្បាស់អំពីការរង្គើនៃអគារនិងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះប៉ុន្តែរហូតមកទល់ពេលនេះអាជ្ញាធរមូលដ្ឋាននៅមិនទាន់ទទួលបានរបាយការណ៍ណាមួយស្ដីអំពីការបាត់បង់ជីវិតឬក៏ការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅឡើយទេអ្វីដែលគួរឲ្យកត់សម្គាល់និងបង្កើតបានទៅជាការព្រួយបារម្ភទៅដល់មន្ត្រីជំនាញនិងប្រជាពលរដ្ឋនៅទីនោះគឺការរញ្ជួយដីលើកនេះមិនមែនកើតឡើងតែឯកនោះទេប៉ុន្តែវាគឺជាផ្នែកមួយនៃចង្កោមគ្រោះរញ្ជួយដីជាបន្តបន្ទាប់សរុបចំនួន12លើកទៅហើយដែលមានកម្លាំងប្រែប្រួលចន្លោះពី 1.7 Richter រហូតទៅដល់ 3.5 Richter ដែលបានអង្រួនតំបន់នេះយ៉ាងសន្ធាប់នៅក្នុងរយៈពេលតែ2ថ្ងៃចុងក្រោយប៉ុណ្ណោះបាតុភូតធម្មជាតិដ៏កម្រនេះត្រូវបានអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថាបណ្ដាលមកពីការរំកិលខ្លួនយ៉ាងសកម្មនៃចំណុចខ្សោយផែនដីខ្លងម៉ារួយដែលជាបន្ទាត់ចំណុចខ្សោយដ៏សំខាន់មួយអូសកាត់ភាគខាងត្បូងនៃប្រទេសថៃខណៈដែលបច្ចុប្បន្ននេះអាជ្ញាធរបានដាក់កម្លាំងត្រៀមលក្ខណៈនិងបង្កើនការតាមដានទិន្នន័យភូមិសាស្ត្រជាប់ជាប្រចាំ24 ម៉ោងលើ 24 ម៉ោងដើម្បីត្រៀមលក្ខណៈឆ្លើយតបចំពោះសេណារីយ៉ូណាមួយដែលថានឹងមានការរញ្ជួយដីខ្លាំងជាងនេះអាចបង្កទៅជាគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈគួររំលឹកផងដែរថាតំបន់ភាគខាងត្បូងនៃប្រទេសថៃត្រូវបានគ្របដណ្ដប់ទៅដោយបន្ទាត់ចំណុចខ្សោយសំខាន់ពីរគឺខ្លងម៉ារួយនិងរ៉ាក់ណងចំណុចខ្សោយខ្លងម៉ារួយនេះមានប្រវែងប្រហែលជា150 គីឡូម៉ែត្រអូសកាត់ខេត្តសុរាษฎร์ធានីក្រាប៊ីនិងផាង៉ាវាជាប្រភពនៃរញ្ជួយដីជាបន្តបន្ទាប់ដែលយើងបានឃើញនាពេលថ្មីៗនេះនៅក្នុងប្រវត្តិរញ្ជួយដីពីបុរាណនៅក្នុងតំបន់នេះធ្លាប់បង្កឲ្យមានការរញ្ជួយដីកម្រិតកម្លាំង 6.2 ដល់ 6.6 Richter ពីអតីតកាលម្យ៉ាងវិញទៀតបើទោះបីជាប្រទេសថៃមិនស្ថិតនៅក្នុងខ្សែក្រវ៉ាត់រង្វង់ភ្លើង Ring of Fire ដូចជាប្រទេសជប៉ុនឬក៏ឥណ្ឌូនេស៊ីប៉ុន្តែវាធ្លាប់មានរញ្ជួយដីគួរឲ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាឆ្នាំ 2014 នៅឯខេត្តឈៀងរ៉ៃរញ្ជួយដីកម្រិត 6.3 Richter នៅស្រុកម៉ៃឡាវដែលជាការរញ្ជួយដីខ្លាំងបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ថៃបណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែងនិងអគារជាង 15,000 ខ្នងនៅឆ្នាំ 2025 មុននេះបន្តិចមីយ៉ាន់ម៉ានិងថៃកាលពីថ្ងៃទី 28 ខែមីនាឆ្នាំ 2025 ការរញ្ជួយដីដ៏ធំមួយដែលជះឥទ្ធិពលទៅដល់ទីក្រុងបាងកកបណ្ដាលឲ្យមានការជន្លៀសប្រជាពលរដ្ឋចេញពីអគារខ្ពស់ៗផងដែរយ៉ាងណានៅឆ្នាំ 1983 រញ្ជួយដីមានកម្លាំង 5.9 Richter ក្បែរតំបន់ទំនប់ទឹកស្រីងណាការិនដែលកាលនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋនៅទីក្រុងបាងកកកាលពីខែកុម្ភៈឆ្នាំ 2026 ការរញ្ជួយដីក៏បានកើតឡើងផងដែរដែលមានកម្លាំងចន្លោះពី 1.9 Richter រហូតទៅដល់ 3.2 Richter ឯណោះអ្នកជំនាញផ្នែកវិស្វកម្មរចនាសម្ព័ន្ធថៃបានបញ្ជាក់ថាខេត្តសុរាษฎร์ធានីស្ថិតនៅក្នុងតំបន់ទី1ដែលជាតំបន់ត្រូវបានតាមដានពីព្រោះមានលទ្ធភាពរងឥទ្ធិពលពីរំញោរញ្ជួយផែនដីដូច្នេះអនាគតប្រទេសនេះនៅតំបន់ភាគខាងត្បូងជាពិសេសអាចនឹងបង្កើតឲ្យមានរញ្ជួយផែនដីជាបន្តបន្ទាប់និងនៅក្នុងរយៈកាលញឹកញាប់ថែមទៀតផងឥឡូវនេះយើងបន្តត្រឡប់ទៅកាន់មជ្ឈមបូព៌ាវិញម្ដងថាតើមានការអាប់ដេតបែបណាទៅហើយពាក់ព័ន្ធជាមួយសង្គ្រាមអាមេរិកអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលមុននេះបន្តិចមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានទទួលតំណែងបន្តពីឪពុករួមជាមួយនឹងប្រធានសន្តិសុខដែលមានប្រវត្តិបរាជ័យកន្លងមកលោកម៉ូតាបាខាមេនីដែលជាកូនប្រុសរបស់អតីតមេដឹកនាំកំពូលអាយ៉ាតូឡាអាលីខាមេនីត្រូវបានតែងតាំងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់បន្ទាប់ពីឪពុករបស់លោកទទួលមរណភាពនៅក្នុងការវាយប្រហារតាមដែនអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកន្លងមកសភាអ្នកជំនាញបានប្រកាសតែងតាំងនេះជាផ្លូវការនាថ្ងៃទី 8 ខែមីនាឆ្នាំ 2026 ដែលត្រូវនៅថ្ងៃទី 9 ខែមីនាឆ្នាំ 2026 នៅកម្ពុជានេះផ្ទាល់តែម្ដងនេះគឺជាការពង្រឹងនូវការគ្រប់គ្រងរបស់រដ្ឋជ្រុលនិយមចំពេលដែលសង្គ្រាមកំពុងតែរីកធំឡើងខណៈពេលដែលលោកម៉ូតាបាខាម៉ានីត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកទៅលើទីក្រុងតេហេរ៉ង់បន្ថែមទៀតផងដែរដោយមានរបាយការណ៍ពីការផ្ទុះមួយនៅទីក្រុងខូមនិងទីក្រុងតេហេរ៉ង់ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរោងចក្រប្រេងដែលបានបង្កឲ្យមានផ្សែងពុលនៅទូទាំងរដ្ឋធានីអ៊ីរ៉ង់យ៉ាងណាភ្លាមនោះលោកម៉ាសូត ផេសេស្កែនប្រធានាធិបតីអ៊ីរ៉ង់ក៏បានឆ្លើយតបទៅកាន់អាមេរិកយ៉ាងដាច់អហង្ការថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងតែចង់បំបែកបំបាក់បណ្ដាប្រទេសអ៊ីស្លាមប៉ុន្តែប្រទេសអ៊ីរ៉ង់របស់យើងនឹងមិនងាយអោនក្បាលចំពោះការគំរាមកំហែងរបស់អាមេរិកនេះឡើយតែទោះបីជាយ៉ាងណាក៏ដោយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាន់គោលជំហរយ៉ាងមុតមាំថាសម្រាប់មេដឹកនាំថ្មីរបស់អ៊ីរ៉ង់នៅពេលនេះអាមេរិកក៏មិនអាចទុកនៅបានដែរពួកគេអាចនឹង
នឹងមានវាសនាដូចជាមេដឹកនាំកំពូលអាយ៉ាតូឡាអាលីខាម៉ាណេដែលត្រូវបានសម្លាប់តាំងពីថ្ងៃដំបូងនៃការវាយប្រហារមកលើអ៊ីរ៉ង់កន្លងមកនេះបើយោងតាមប្រភពសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅប៉ុន្មានម៉ោងមុននេះបងប្អូនប្រិយមិត្តទេសនិកជនមកទល់ពេលនេះស្ថានភាពគ្រោះថ្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់កាន់តែមានកម្រិតខ្ពស់ហើយខណៈពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបន្តវាយប្រហារឥតដាច់មកលើតំបន់ទីប្រជុំជននានានៅក្នុងប្រទេសអ៊ីរ៉ង់មិនថាតែទីក្រុងតេហេរ៉ង់ទេសូម្បីតែតំបន់សេដ្ឋកិច្ចនានាដូចជាឃ្លាំងស្តុកប្រេងឬក៏តំបន់យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់សហរដ្ឋអាមេរិកបាននឹងកំពុងតែបើកយុទ្ធនាការកំទេចជាបន្តបន្ទាប់មិនឈប់ឈរទោះបីជាយ៉ាងនេះក្តីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នៅតែមានឆន្ទៈគំរាមវាយប្រហារទៅលើរោងចក្រប្រេងនៅក្នុងប្រទេសជិតខាងបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហាររោងចក្រថាមពលយ៉ាងហោចណាស់ចំនួន5នៅក្នុងនិងជុំវិញទីក្រុងតេហេរ៉ង់ដែលបានធ្វើឲ្យទីក្រុងនេះពោពេញទៅដោយផ្សែងខ្មៅនិងបង្កើនការភ័យខ្លាចថាចំនួននេះនឹងបណ្ដាលឲ្យមានការរំខានយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចពិភពលោកអ្នកនាំពាក្យរបស់កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ IRGC បាននិយាយកាលពីថ្ងៃអាទិត្យថាប្រសិនបើអ្នកអាចទ្រាំទ្រទៅនឹងប្រេងនៅក្នុងតម្លៃលើសពី$200នៅក្នុងមួយបារ៉ែលចូលបន្តលបែងនេះចុះសហរដ្ឋអាមេរិកបានព្យាយាមធ្វើឲ្យទីផ្សារស្ងប់ស្ងាត់ខណៈពេលដែលតម្លៃប្រេងហក់កើនឡើងដោយសន្យាថានឹងមិនកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់នោះទេនេះអាចនឹងសហរដ្ឋអាមេរិកមានគោលបំណងដើម្បីស្វែងរកប្រភពផ្សេងៗទៀតសម្រាប់ពិភពលោកហើយទោះជាយ៉ាងណាក៏ដោយដុំភ្លើងនិងផ្សែងក្រាស់ៗបានហុយឡើងនៅលើទីក្រុងតេហេរ៉ង់នាយប់ថ្ងៃអាទិត្យបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមកលើកន្លែងផ្ទុកប្រេងចំនួន4កន្លែងក្រុមហ៊ុនចែកចាយប្រេងរបស់អ៊ីរ៉ង់បាននិយាយថាបុគ្គលិក4នាក់ត្រូវបានសម្លាប់ខណៈពេលដែលអាប់ខ្មៅបានគ្របដណ្ដប់លើទីក្រុងហើយក្លិនប្រេងដែលកំពុងតែឆេះនៅតែបន្តកើនឡើងនៅលើអាកាសការផ្ទុះនៅទីក្រុងការ៉ាចដែលនៅក្បែរនោះបានបន្លឺសំឡេងឡើងពាសពេញតំបន់ហើយបានបន្សល់ទុកនៅផ្សែងយ៉ាងខ្មៅខ្នាប់នៅក្នុងតំបន់នោះអ្នកនាំពាក្យរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយបន្ថែមទៀតថាអ៊ីរ៉ង់នឹងសងសឹកប្រសិនបើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនេះនៅតែបន្តមកលើអ៊ីរ៉ង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានស្រង់សម្ដីអ្នកនាំពាក្យដែលចោទប្រកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាបានកំណត់គោលដៅលើជនស៊ីវិលនិងរោងចក្រប្រេងឥន្ធនៈដោយនិយាយថាបណ្ដាប្រទេសនៅជុំវិញឈូងសមុទ្រនេះគួរតែដាក់សម្ពាធទៅកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឲ្យបញ្ឈប់សកម្មភាពនៅក្នុងតំបន់នេះភ្លាមទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិកលោក Chris Wright បានលើកឡើងថាការវាយប្រហារដែលវាយចំរោងចក្រប្រេងរបស់អ៊ីរ៉ង់ត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលហើយទីក្រុង Washington នឹងមិនកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ទេថ្លែងទៅកាន់ CNN លោក Wright បានអះអាងថាការរំខានទៅដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័ននឹងមានរយៈពេលខ្លីគឺពី2ទៅ3សប្តាហ៍នៅក្នុងករណីអាក្រក់បំផុតអ៊ីរ៉ង់ផលិតប្រេងប្រមាណជា 4% នៃប្រេងសកលលោកដែលភាគច្រើននាំចេញទៅប្រទេសចិនប៉ុណ្ណោះដូច្នេះយើងនឹងបន្តរងចាំមើលថាតើការអះអាងរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍ទី3តម្លៃប្រេងឆៅនៅទីផ្សារពិភពលោកអាចនឹងថយចុះដែរឬទេដើម្បីតាមដានព្រឹត្តិការណ៍ព័ត៌មានបន្ទាប់ទៀតសូមបងប្អូនកុំភ្លេចចុច like share វីដេអូនេះទៅកាន់បណ្ដាញសង្គមនានា Subscribe Channel ចង់ដឹងទេទុកម្នាក់មួយជាការស្រេចសូមអរគុណសូមជម្រាបលា